นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมរិកិរិយានមស្ការថ្វាយបង្គំមេនៃខ្ញុំព្រះករុណាអថុចូលមានភគវៈតដល់ព្រះដ៏មានប្រភាកតស្សៈអង្គនោះអរហតោទ្រង់ជាព្រះអរហន្តអ្នកឆ្ងាយចាកកិលេសសម្មាសម្ពុទ្ធស្សៈទ្រង់ជាព្រះសម្មាសម្ពុទ្ធអ្នកត្រាស់ដឹងនៅញាយធัวដោយប្រពៃខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងមួយលើសូមនមស្ការថ្វាយបង្គំចំពោះព្រះធរានុធរៈនវៈភិក្ខុសង្ឃជាទីគោរពសក្ការៈនិងសូមចម្រើនពរញញាតិពុទ្ធបរិស័ទប្រុសស្រីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយសេចក្តីរីករាយជ្រះថ្លានៅក្នុងពេលនេះខ្ញុំប្រកាសណាអាត្មាភាពនឹងលើកឡើងយកនៅព្រះធម៌មកសម្ដែងជាធម្មទានបន្តទៀតដែលខ្ញុំគណៈអាត្មាភាពលើកឡើងយកនៅក្នុងគម្ពីរព្រះត្រៃបិដកទី19សង្ឃាលកៈសូត្រយកមកសម្ដែងបន្តទៅទៀតកាលមុននោះគឺបានសម្ដែងអំពីទួនាទីរបស់ព្រះភិក្ខុសង្ឃបន្ទាប់មកក៏សម្ដែងពីទួនាទីរបស់ញាតិញោមបរិស័ទអ្នកគោរពកាន់ពុទ្ធសាសនាទាំងអស់គ្នាជាទីសម្រាប់រួចមកហើយអញ្ចឹងនៅក្នុងវេលាពេលនេះខ្ញុំប្រកាសណាអាត្មាភាពនឹងលើកឡើងអំពីសង្ឃហៈធัว5គឺធัวសង្គ្រោះគ្នាទៅវិញទៅមកឬក៏ទួនាទីរបស់លោកគ្រូអ្នកគ្រូនឹងគឺមាន5យ៉ាងនៅក្នុងព្រះពុទ្ធសាសនានឹងគឺអាត្មាភាពនិយាយបដោតនៅក្នុងពុទ្ធសាសនាយើងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គមានសម្ដែងអំពីទួនាទីលោកគ្រូអ្នកគ្រូនឹងផងដែរឲ្យយើងនឹងបានដឹងគុណគោរពគុណគាត់ហ្នឹងហើយទួនាទីរបស់លោកគ្រូអ្នកគ្រូហ្នឹងគឺមាន5ចំណុចនៅក្នុងពុទ្ធសាសនាហើយលោកគ្រូទីនេះគឺមានទាំងលោកគ្រូជាបព្វជិតជាសាមណៈនិស្សិតជាខរិយវេសក៏ជាលោកគ្រូអ្នកគ្រូរបស់សិក្សានុសិស្សរៀនសូត្រខាងសាលារដ្ឋឬមួយក៏ខាងសាលាឯកជនខាងសាលាពុទ្ធិកៈឯផ្សេងហើយក្នុងនោះក៏មានបព្វជិតឬក៏សាមណៈដែលលោកបានបួសក្នុងពុទ្ធសាសនាហើយក៏បានរៀនបានសូត្របានចេះដឹងក៏លោកយកចំណេះចេះដឹងមកបង្រៀនហ្នឹងក៏ជាទួនាទីក៏ជាលោកគ្រូអ្នកគ្រូរបស់សិស្សទាំងគ្រប់ផ្នែកទាំងអស់នឹងផងដែរអញ្ចឹងខ្ញុំប្រកាសណាអាត្មាភាពនឹងសម្ដែងអំពីទួនាទីទាំងលោកគ្រូទាំងលោកគ្រូអ្នកគ្រូជាបព្វជិតនឹងផងហើយជាគរិយវេសនឹងផងហ្នឹងហើយមាន5ចំណុចដូចតទៅនៅក្នុងចំណុចទី1ហ្នឹងគឺសុវិនីតវិនេនតិមានន័យថាលោកគ្រូអ្នកគ្រូនឹងឯងគឺក៏បីសិក្សាថាណែនាំសិស្សឲ្យល្អជាធម្មតាទួនាទីរបស់លោកគ្រូអ្នកគ្រូគឺគាត់តែងតែណែនាំសិស្សមុននឹងចូលរៀនដំបូងគឺគាត់តែងតែណែនាំអំពីនាមអំពីឈ្មោះអំពីប្រវត្តិអំពីការសិក្សារៀនសូត្ររបស់គាត់ឲ្យសិស្សឲ្យអីហ្នឹងគឺបានសិក្សាបានរៀនសូត្របានស្ដាប់ហ្នឹងហើយបន្ទាប់ពីបានណែនាំហើយក៏បង្ហាត់បង្រៀនហើយគឺណែនាំឲ្យល្អឲ្យសិស្សហ្នឹងគឺជាសិស្សដែលល្អគឺថាសិស្សល្អស្ដាប់គ្រូសិស្សល្អស្ដាប់ម៉ែសិស្សពូកែស្ដាប់គ្រូអញ្ចឹងគឺលោកគ្រូអ្នកគ្រូទាំងបព្វជិតទាំងគរិយវេសហ្នឹងគឺគាត់តែងតែណែនាំសិស្សឲ្យធ្វើល្អឧទាហរណ៍ដូចជាគោរពគុណលោកគ្រូអ្នកគ្រូគោរពឪពុកម្ដាយរៀមច្បងធ្វើអំពើណាដែលល្អរស់នៅឲ្យមានសិលធម៌មានសុជីវធម៌មានចរិយាធម៌ល្អដើម្បីឲ្យជាទំពាំងស្នងឫស្សីជាទំពាំងស្នងប្រទេសជាតិជាធនធានសម្រាប់សង្គមឲ្យមានដោយចំណេះដឹងហើយមានទាំងចំណេះដឹងមានទាំងសុជីវធម៌សិលធម៌នឹងផងដែរដើម្បីឲ្យតម្លៃនៃសេចក្តីល្អនោះកាន់តែកើតមានឡើងហ្នឹងហើយដើម្បីជាធនធានសម្រាប់សង្គមហ្នឹងគឺលោកគ្រូអ្នកគ្រូគាត់តែងតែណែនាំហ្នឹងគឺក្នុងចំណុចទី1នៅក្នុងចំណុចទី2ហ្នឹងគឺស
សុគហេតាំងគាហានៈពេតិគឺឲ្យរៀនឲ្យល្អគឺថាទូនាទីសិស្សលោកគ្រូអ្នកគ្រូនឹងឯងគឺថាពេលតែឃើញសិស្សណាដែលឆ្កឹមឆ្គងណាអង្គុយរៀនអិរិយាបថទាំង4ហ្នឹងគឺมันល្អมันប្រសើរគឺគាត់តែងតែណែនាំឲ្យរៀនឲ្យល្អទាំងការដេកដើរឈរអង្គុយវាហោឃើញសិស្សណាដែលគាត់មករៀនគាត់ដេករហូតអញ្ចឹងទៅណាអត់បានរៀនបានអីអញ្ចឹងគាត់ណែនាំប្រាប់ឲ្យខំរៀនអីអញ្ចឹងទៅណាហើយឲ្យអង្គុយឲ្យសុភាពឲ្យសមរម្យឲ្យល្អណាមិនឆ្កឹមឆ្គងមិននិយាយភាសាអេងអញអីផ្សេងជាដើមហ្នឹងគឺលោកគ្រូហ្នឹងគឺគាត់បង្រៀនឲ្យសិស្សានុសិស្សទាំងអស់ទាំងបព្វជិតទាំងមនុស្សពុទ្ធជនគិរិយាធម្មតាហ្នឹងគឺឲ្យណាមើលទៅឲ្យសមរម្យល្អហ្នឹងគឺទូនាទីរបស់លោកគ្រូអ្នកគ្រូដែលគាត់មានសិទ្ធិនឹងណែនាំណាដូចជាការអង្គុយលើតុណាការពាក្យមកអីផ្សេងការមិនកាត់សក់ការមិនសន្លោះអីផ្សេងហ្នឹងតើខ្ញុំគណៈអាត្មាភាពនៅរៀនហ្នឹងគឺមិត្តភ័ក្តិណាឬក៏ញាតិញោមខ្លះដែលបានរៀនហ្នឹងគឺបានយល់ហើយណាគ្រូដាក់ទោសទណ្ឌកម្មអីអញ្ចឹងទៅណានៅក្នុងចំណុចទី3ហ្នឹងគឺសព្ពសិពេសតាំងសមេខាយិណោភវន្តិមានន័យថាទូនាទីរបស់លោកគ្រូអ្នកគ្រូនឹងឯងគឺប្រាប់សិស្សវិជ្ជាឲ្យអស់ចំណេះណាពីខ្លួនដោយមិនលាក់លៀមមានន័យថាទូនាទីរបស់លោកគ្រូអ្នកគ្រូទី4ហ្នឹងគឺជាស្រ័យគឺទី3ហ្នឹងគឺប្រាប់នៅចំណេះវិជ្ជាទាំងឡាយទាំងពួងដែលខ្លួនបានសិក្សាដែលខ្លួនបានរៀនសូត្រហ្នឹងគឺថាចែករំលែកដោយសេចក្តីស្រឡាញ់សេចក្តីមេត្តាចំពោះសិស្សានុសិស្សទាំងអស់ណាដោយមិនប្រកាន់វណ្ណៈមិនរើសអើងជាតិសាសនាត្រកូលអីហ្នឹងទេណាគឺថាកបីផ្ដល់ឲ្យសិស្សហ្នឹងបាននៅចំណេះអស់ពីពុះពីពុងណាញោមហ្នឹងគេថាអស់ពីពុះពីពុងហ្នឹងគឺថាអស់ចំណេះពីខ្លួនណាហ្នឹងគឺទូនាទីរបស់លោកគ្រូអ្នកគ្រូចំណុចទី3ណាហើយនៅក្នុងចំណុចទី4នោះគឺណាមេត្តាមច្ឆេសុបដិវេតន្តិមានន័យថាទូនាទីរបស់លោកគ្រូអ្នកគ្រូទី4ហ្នឹងគឺលើកតម្កើងណាសិស្សានុសិស្សនឹងឯងក្នុងចំណោមមហាជនមានន័យថាសិស្សទាំងឡាយណាដែលគាត់មានអិរិយាបថល្អមានសុជីវធម៌សុភាពរៀបសារសមរម្យខិតខំសិក្សារៀនសូត្រគ្រប់លោកគ្រូអ្នកគ្រូមករៀនបានទៀងទាត់ជួយកិច្ចការហ្នឹងគឺថាលោកគ្រូអ្នកគ្រូក៏បីសរសើរលើកតម្កើងយកជាឧទាហរណ៍ជាតិលហិកសិស្សនោះយកមកមកពូលសរសើរចំពោះមិត្តរួមថ្នាក់លោកគ្រូអ្នកគ្រូឪពុកម្ដាយអាណាព្យាបាលអីជាដើមហ្នឹងគឺធ្វើឲ្យគាត់មានទឹកចិត្តធ្វើឲ្យគាត់នឹងឯងខំរក្សានៅអ្វីដែលជាសេចក្តីល្អថ្លៃថ្នូររបស់គាត់បន្តទៀតដូចជានៅក្នុងសប្តាហ៍ថ្ងៃយ៉ាងនេះសិស្សណាដែលឧស្សាហ៍ព្យាយាមរៀនពូកែរៀនឆ្លាតល្អហ្នឹងគឺមានណាវិញ្ញាបនបត្រឬក៏បានសរសើរពីនាយកសាលាពីលោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ហ្នឹងឯងគឺគាត់តែងតែជូនជារង្វាន់លើកទឹកចិត្តជាថាវិការជាលុយកាក់ជាប៊ិចសភៅជាសម្ភារៈប្រើប្រាស់ឬក៏ជាបានសរសើរអីជាដើមហ្នឹងក៏ជានៅក្នុងចំណុចទី4ទូនាទីរបស់លោកគ្រូអ្នកគ្រូនឹងផងដែរណាហើយនៅក្នុងចំណុចទី5ហ្នឹងគឺតិសាសុបរិតាណੰការ៉ូតេគឺថាទូនាទីរបស់លោកគ្រូអ្នកគ្រូហ្នឹងគឺធ្វើសេចក្តីការពារសិស្សទាំងឡាយក្នុងទិសទាំងពួងមិនអោយលំបាកហ្នឹងគឺមានន័យថាគឺលោកគ្រូអ្នកគ្រូហ្នឹងគឺក៏បីឲ្យសិស្សនឹងឯងមាននៅចំណេះវិជ្ជាឲ្យរៀនសូត្រឲ្យមាននៅចំណេះវិជ្ជាណាហ្នឹងគឺឈ្មោះថាលោកគ្រូអ្នកគ្រូហ្នឹងគឺការពារសិស្សនៅក្នុងទិសទាំងពួងហើយគឺថាឲ្យសិស្សមានវិជ្ជាក៏ឲ្យមានចំណេះដឹងសិស្សណាដែលរៀនខ្សត់ខ្សោយរៀនលំបាកយឺតហ្នឹងក៏ណាបង្រៀនណាបំពន់បន្ថែមណែនាំយកចិត្តទុកដាក់អីអញ្ចឹងទៅក៏ឲ្យគាត់មានវិជ្ជាឲ្យមានប្រតិបភ្លឺឡើងហ្នឹងគឺនៅក្នុងចំណុចទី5ណាមិនឲ្យមាននៅអវិជ្ជាអីផ្សេងហ្នឹងកាលណាបើសិស្សទាំងឡាយសិស្សនីមួយណានីមួយមាននៅអវិជ្ជានឹងហើយគឺជាសត្រូវនឹងខ្លួនឯងណាថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាណាបុគ្គលដែលមាននៅអវិជ្ជាគឺជាសត្រូវនឹងខ្លួនឯងអញ្ចឹងយ៉ាងណាមិញបើសិស្សមាននៅចំណេះវិជ្ជាមានអីហើយនឹងឯងគឺជាអាវក្រោះជាអាវុធជាប្រទីបសម្រាប់ធ្វើដំណើរនៅក្នុងជីវិតរស់នៅដោយល្អប្រសើរហ្នឹងគឺទូនាទី
របស់លោកគ្រូអ្នកគ្រូទាំងបព្វជិតសាមណៈនិស្សិតទាំងលោកគ្រូអ្នកគ្រូខាងរដ្ឋក្តីទាំងឯកជនក្តីទាំងពុទ្ធកក្តីហ្នឹងគឺសរុបសេចក្តីមកគឺថាទូនាទីគាត់ហ្នឹងគឺមាន5ចំណុចនៅក្នុងពុទ្ធសាសនានៅក្នុងបេដកទី19សង្ឃាលកៈសូត្រហ្នឹងអញ្ចឹងខ្ញុំប្រកាសណាអាត្មាភាពលើកឡើងសម្ដែងដោយសង្ខេបប្រមាណប៉ុណ្ណេះខុសឆ្គងសូមអធិស្ឋានមុននឹងបញ្ចប់ក៏សូមប្រគិនបុណ្យដល់ប្រគិនបុណ្យប្រគិនបញ្ញាដល់កណាគុណចាស់ញាតិញោមបាននូវសេចក្តីសុខសេចក្តីចម្រើនបានបញ្ញាគ្រប់គ្នាបងណាសូមអនុមោទនា